ពេលឃើញមុខរបស់សិនវ៉ាន់រូដែលពោពេញដោយភាពធន់ថប់និងភាពឆ្មើងឆ្មៃនោះខ្ញុំលែងចង់ទ្រាំទៀតហើយខ្ញុំរៀបសំឡេងខ្លួនឯងឆ្លើយតបដោយភាពស្ងប់ស្ងាត់គួរឲ្យខ្លាចថាម៉ាក់ទោះទាំងពីរនេះខ្ញុំមិនបង់ថ្លៃសំបីតែមួយសេនលូឈិនលោកឈ្គួតមែនទេលោកនិយាយអ្វីហ្នឹងភ្នែករបស់ម៉ាក់ក្មេកបើកធំឯមុខរបស់ប៉ាក្មេកក៏ខ្មៅងឹតខ្ញុំដកកាត់ធនាគារចេញពីកាបូបលុយដាក់លើទៅហើយប្រាប់អ្នករត់ទៅថាខ្ញុំបង់តែថ្លៃអាហារក្នុងបន្ទប់ឯកជននេះទេក្រៅពីនេះឲ្យពួកគេបង់ខ្លួនឯងបើមិនព្រមបង់ទេពួកអ្នកអាចហៅប៉ូលីសបានអ្នករត់ទៅនោះស្រឡាំងកាំងហើយងាកមកមើលខ្ញុំរួចងាកទៅមើលប៉ាម៉ាក់ក្មេកដែលកំពុងខឹងខ្លាំងស្រាប់តែម៉ាក់ក្មេកស្រែកយំយ៉ាងខ្លាំងមិនមែនយំធម្មតាទេគឺយំខ្លាំងរហូតដល់លាន់នៅពេញអាគារថាខ្ញុំធ្វើកម្មអ្វីទៅបានជាជួបកូនប្រសាទតិរិឆានបែបនេះខ្ញុំគ្រាន់តែចង់ឲ្យសាច់ញាតិជុំគ្នាដើម្បីអបអរថ្ងៃកំណើតខ្ញុំសោះតើខ្ញុំខុសត្រង់ណាវ៉ាន់រូកូនស្រីម៉ាក់កូនមើលចុះបរោះដែលកូនយកធ្វើជាប្តីនោះគេធ្វើដាក់ម៉ាក់បែបនេះឯងគាត់យំរហូតទម្លាក់ខ្លួនអង្គុយលើដីឯប៉ាក្មេកក៏លូកដៃទៅជួយប៉ុន្តែភ្នែកគាត់សម្លឹងមកខ្ញុំដូចកាំបិតលូឈិនបើថ្ងៃនេះឯងហ៊ានតែមិនបង់លុយនេះទេគុំសង្ឃឹមថានឹងអាចជន់ចូលផ្ទះត្រកូលសិនបានទៀតសម្លេងគាត់ទៅខ្លាំងរហូតធ្វើឲ្យត្រចៀកខ្ញុំស្ទើរតែថ្លង់សិនវ៉ាន់រូខឹងញ័រខ្លួននាងរត់មកចង្អុលមុខខ្ញុំជេរថាលូឈិនអ្នកធ្វើឲ្យខ្ញុំខកចិត្តខ្លាំងណាស់មិនត្រឹមតែមិនគោរពប៉ាម៉ាក់ខ្ញុំទេថែមទាំងហ៊ានហៅប៉ូលីសមកចាប់សាច់ញាតិខ្ញុំទៀតប្រាប់ឲ្យដឹងចុះបើថ្ងៃនេះឯងហ៊ានធ្វើមែនយើងលែងលះគ្នាខ្ញុំឈរស្ងៀមមើលម៉ាក់ក្មេកដែលកំពុងអង្គុយយំលើដីនិងប៉ាក្មេកដែលកំពុងសម្លឹងមកខ្ញុំដោយកំហឹងព្រមទាំងប្រពន្ធដែលយកការលែងលះមកគំរាមខ្ញុំនិយាយដោយសំឡេងស្ងប់ស្ងាត់ដែលសំបីតែខ្ញុំផ្ទាល់ក៏ភ្ញាក់ផ្អើលដែរម៉ាក់ក្រោកឡើងសិនទៅកន្លែងនេះត្រជាក់មិនល្អចំពោះសុខភាពទេកុំបណ្ដេញម៉ាក់គ្មានកូនប្រសាចិត្តដាច់ដូចឯងទេម៉ាក់ខំចិញ្ចឹមវ៉ាន់រូឲ្យធំធាត់ឲ្យនាងបានរៀបការជាមួយឯងទាំងដែលនាងពូកែយ៉ាងនេះឥឡូវម៉ាក់ចាស់ទៅមិនទាន់ដល់ណាផងឯងធ្វើដាក់ម៉ាក់បែបនេះម៉ាក់លែងចង់រស់ហើយខ្មាស់គេណាស់គាត់ចាប់ផ្ដើមវីទ្រូងខ្លួនឯងប៉ាក្មេកធ្វើជាខាត់គាត់រួចស្រែកដាក់ខ្ញុំថាលូឈិនតើឯងពិតជាចង់សម្លាប់ម៉ាក់ឯងមែនទេថ្ងៃនេះខ្ញុំសូមប្រាប់ទុកមុនបើឯងមិនបង់លុយទេក៏រៀបចំខ្លួនលែងលះជាមួយវ៉ាន់រូទៅសំឡេងរបស់ប៉ាក្មេកសិនជៀនកោបន្លឺឡើងក្នុងភោជនីយដ្ឋានចិត្តរបស់ខ្ញុំស្រាប់តែមានអារម្មណ៍ថាដឹងខ្លួនឡើងភ្លាមអារម្មណ៍នោះប្លែកណាស់ដូចជាអប់ដែលគ្រប់ដណ្ដប់ភ្នែកខ្ញុំជាយូរមកហើយស្រាប់តែត្រូវបានខ្យល់បក់ចេញទៅខ្ញុំបានឃើញច្បាស់ពីស្ថានភាពពិតក្នុងអាពាហ៍ពិពាហ៍នេះថាខ្ញុំគ្រាន់តែជាម៉ាស៊ីនដកលុយរបស់ពួកគេគឺជាឧបករណ៍ដែលពួកគេយកទៅអួតសាច់ញាតិនិងជាអ្នកធានាជីវិតរស់នៅដ៏ហឺហារបស់សិនវ៉ាន់រូប៉ុន្តែមិនមែនជាមនុស្សម្នាក់ដែលត្រូវការការគោរពឬការយកចិត្តនោះទេក៏ជាប្តីនឹងកូនប្រសាម្នាក់ដែលលែងក៏លែងទៅសម្លេងរបស់ខ្ញុំមិនខ្លាំងទេអាចនិយាយបានថាខ្សោយផងប៉ុន្តែវាមានប្រសិទ្ធភាពដូចជាចាក់ទឹកចូលក្នុងខ្ទះប្រេងក្តៅសិនវ៉ាន់រូស្រឡាំងកាំងនាងបើកមាត់ពាក្យគំរាមកំហែងនិងពាក្យជេរប្រមាថដែលនាងត្រៀមទុកទាំងប៉ុន្មានគឺជាប់គាំងនៅក្នុងបំពង់ក៏សម្លេងយំរបស់ម៉ាក់ក្មេកក៏ស្ងាត់ឈឹងគាត់អង្គុយរឹងនៅលើដីមុខនៅមានទឹកភ្នែកដែលមិនទាន់ស្ងួតតែទឹកមុខគាត់ពីខឹងក្រេវក្រោធខ្លាយជាមិនគួរឲ្យជឿប៉ាក្មេកខាំមាត់ខ្លួនឯងហាក់ដូចជាកំពុងរំលាយពាក្យ4ម៉ាត់ដែលខ្ញុំនិយាយមិញឯងនិយាយអ្វីសំឡេងសិនវ៉ាន់រូញ័រនាងជាក់ស្ដែងមិននឹកស្មានថាខ្ញុំនឹងនិយាយពាក្យបែបនេះ2ឆ្នាំកន្លងមកនេះពេលឆ្លោះគ្នារាល់ដងនាងតែងតែគំរាមលែងលះខ្ញុំតែងតែអង្វរនាងទិញកាដូទៅសុំទោសនិងទទួលកំហុសដោយខ្លួនឯងក្នុងភ្នែកនាងពាក្យថាលែងលះគឺជាអាវុធដ៏មុតស្រួចបំផុតដែលនាងមានគឺជាកាត់គ្រីដែលនាងប្រើដើម្បីបង្ខំខ្ញុំប៉ុន្តែថ្ងៃនេះកាត់នោះលែងមានប្រសិទ្ធភាពហើយខ្ញុំនិយាយថាលែងក៏លែងទៅខ្ញុំនិយាយម្ដងទៀតលើកនេះសំឡេងកាន់តែស្ងប់ស្ងាត់បើឯងគិតថាខ្ញុំធ្វើឲ្យឯងខកចិត្តគិតថាខ្ញុំមិនគោរពប៉ាម៉ាក់ឯងអញ្ចឹងឯងទៅរកបរិះណាដែលធ្វើឲ្យឯងពេញចិត្តទៅប៉ាក្មេកសិនជៀនកូវីទៅមួយទំហឹងចានក្បាលនៅលើទរង្គើលាន់សំឡេងកងរំពងលូឈិននេះជាពាក្យសម្ដីមនុស្សនិយាយមែនទេខ្ញុំប្រាប់ឲ្យដឹងណាគុំស្មានតែអ្នកជាអ្នកគ្រប់គ្រងគម្រោងឲ្យអស់ចាឲ្យសោះអ្នកដែលតាមញ៉ែវ៉ាន់រូមានច្រើនណាស់អ្នកស្មានថាគេរៀបការជាមួយអ្នកព្រោះអ្វីខ្ញុំមិនមែននិយាយអ្វីទេគ្រាន់តែសម្លឹងមើលគេស្ងៀមនិយាយមែនចុះពេលនេះខ្ញុំបែរជាធូរចិត្តទៅវិញបើមនុស្សម្នាក់អាចនិយាយរឿងអសិលធម៌ដោយគ្មានខ្មាស់អៀនបានយ៉ាងនេះការទៅនិយាយហេតុផលជាមួយគឺដូចជាពណ៌គោឲ្យស្ដាប់ចឹងតើពួកគេចង់បានអ្វីពីខ្ញុំចង់បានអ្វីចង់បានឲ្យខ្ញុំបង់ថ្លៃផ្ទះ 15000 ក្នុងមួយខែចង់បានឲ្យខ្ញុំរ៉ាប់រងចំណាយក្នុងគ្រួសារទាំងអស់មែនទេចង់បានឲ្យខ្ញុំទិញកាបូបយីហោជូនម៉ែក្មេករាល់ពេលបុណ្យទានទិញស្រានិងបារីថ្លៃជូនឪពុកក្មេកចង់បានឲ្យខ្ញុំធ្វើជាមុខមាត់នៅចំពោះមុខសាច់ញាតិពួកគេមែនទេរឿងទាំងនេះពួកគេសុទ្ធតែមិនទទួលស្គាល់ក្នុងមាត់ពួកគេអ្វីទាំងនេះសុទ្ធតែជាអ្វីដែលខ្ញុំត្រូវតែធ្វើថាវាជាភស្តុតាងដែលខ្ញុំមានសមត្ថភាពជាទូនីតិរបស់ខ្ញុំក្នុងនាមជាកូនប្រសាតកូសិនម៉ែក្មេកលីវគួយឡានវាឡើងពីលើដីផ្ទះផ្លូវយំវ៉ាន់រូហើយកូនមើលចុះបរោះល្អដែលកូនរកបាននឹងកូនអភ័ព្វរបស់ម៉ែឲ្យកាលពីមុនមានគេល្អច្រើនណាស់កូនមិនយកបែរជាមកមើលត្រូវមនុស្សចិត្តខ្មៅម្នាក់នេះឥឡូវហេហើយគេចង់លេងលះជាមួយកូននឹងធ្វើម៉េចទៅភ្នែករបស់សិនវ៉ាន់រូឡើងក្រហមប៉ុន្តែនាងមិនយំទេគឺសម្លឹងមកខ្ញុំយ៉ាងតឹងតែងក្នុងក្រសែភ្នែកមានទាំងកំហឹងការឈឺចាប់និងអារម្មណ៍មួយដែលខ្ញុំមើលមិនយល់លូឈិនតើអ្នកគិតច្បាស់ហើយមែនទេថ្ងៃនេះបើអ្នកមិនព្រមទូទាត់វិក័យប័ត្រនេះទេយើងចាប់គ្នាហើយខ្ញុំគិតច្បាស់ណាស់ខ្ញុំទូទាត់តែទោសរបស់យើងទេចំណែកពីទៅទៀតអ្នកណាជាអ្នកអញ្ជើញអ្នកនោះជាអ្នកទូទាត់ពីទៅនោះគឺជាមនុស្សដែលខ្ញុំជាអ្នកហៅមកអ្នកឲ្យខ្ញុំទៅទូទាត់ខ្លួនឯងមែនទេលូឈិនចិត្តអ្នកត្រូវបានឆ្កែស៊ីបាត់ហើយឬខ្ញុំហៅសាច់ញាតិមកធ្វើខួបកំណើតឲ្យប៉ាអ្នកមានរឿងអ្វីខ្ញុំខុសមែនទេ
អ្នកមិនខុសទេអ្នកហៅសាច់ញាតិមកធ្វើខុសកំណើតឲ្យប៉ាគឺមិនខុសទេចង់ឲ្យគ្រប់គ្នាសប្បាយរីករាយក៏មិនខុសដែរប៉ុន្តែម៉ែចំណុចដែលម៉ែខុសគឺមិនបានប្រាប់ខ្ញុំមុនកំហុសដែលយកចំណាយទាំងអស់មកដាក់លើក្បាលខ្ញុំហើយគិតថាជារឿងធម្មតាដែរខ្ញុំត្រូវតែជាអ្នកទូទាត់លុយនេះមួយទៀតរបាយការណ៍ប្រាក់ខែប្រចាំខែរបស់ខ្ញុំវ៉ាន់រូគួរតែឲ្យម៉ែបានឃើញហើយបង់ថ្លៃផ្ទះ 15000 បង់ថ្លៃឡាន 3000ថ្លៃគ្រប់គ្រងអគារនិងកម្ដៅ 5000ថ្លៃទឹកភ្លើង 2000ចំណាយប្រចាំថ្ងៃ 3000ហើយបូកនឹង 5000ដែលឲ្យម៉ែនិងប៉ារាល់ខែទៀតម៉ែគិតមើលទៅខ្ញុំនៅសល់ប៉ុន្មានម៉ែគិតថាខ្ញុំយកលុយឯណាទៅទូទាត់ពីគេបដ100000នេះម៉ែក្មេងហាប់មាត់ភ្នែកភ្លឺភ្លេចមួយស្របខ្ញុំដឹងថានាងធ្លាប់ឃើញរបាយការណ៍ប្រាក់ខែរបស់ខ្ញុំសិនវ៉ាន់រូមិនមែនតែម្ដងទេដែលថតរូបរបាយការណ៍ប្រាក់ខែរបស់ខ្ញុំផ្ញើឲ្យម៉ែនាងមើលពួកគេទាំងពីរអ្នកសិក្សាជាមួយគ្នាថាខ្ញុំទទួលបានប្រាក់ខែប៉ុន្មានប្រាក់រង្វាន់ចុងឆ្នាំមានប៉ុន្មានហើយក៏គិតរកវិធីឲ្យខ្ញុំប្រគល់កាត់ប្រាក់ខែឲ្យពួកគេដែរគ្រាន់តែធ្វើមិនបានសម្រេចព្រោះខ្ញុំប្រកាន់ជំហរគ្រប់គ្រងលុយខ្លួនឯងឪពុកក្មេកសិនជាគូមកតឹងនោះជារឿងរបស់អ្នកប្រុសជាអ្នករកស៊ីចិញ្ចឹមគ្រួសារជារឿងត្រឹមត្រូវអ្នកមកយំទីរក្សាតម្លៃធ្វើអ្វីបើអ្នកគ្មានលុយពិតប្រាកដកុំមកធ្វើជាអ្នកមាននៅទីកន្លែងបែបនេះឥឡូវគេគាត់បំណុលអស់ហើយអ្នកមកនិយាយដាក់ខ្ញុំបែបនេះមែនទេប៉ាខ្ញុំមិនបានធ្វើជាអ្នកមានទេតាំងពីដើមមកខ្ញុំក៏តែបន្ទប់មួយសម្រាប់មនុស្ស4នាក់ទេគឺអ្នកទាំងអស់គ្នាទេដែលកាត់យកចិត្តខ្លួនឯងហើយមនុស្សពីរទៅមករឿងនេះទោះនិយាយដល់ណាក៏អ្នកជាអ្នកខុសដែរឪពុកក្មេកខឹងរហូតមុខឡើងខៀវពេលនោះនៅចុងច្រករបៀងក៏លាន់សម្លេងជើងដើរបរិះវ័យកណ្ដាលម្នាក់ស្លៀកឯកសណ្ឋានអ្នកគ្រប់គ្រងដើរយ៉ាងលឿនមកគាត់មើលមួយផ្លែតទៅកាន់ស្ថានភាពដែលមានការប្រឈមមុខដាក់គ្នាហើយក៏ក្រឡេកមើលម៉ែក្មេកដែលអង្គុយយំលើដីគាត់ជ្រួញចិញ្ចាមបន្តិចប៉ុន្តែឆាប់ត្រឡប់មករកស្នាមញឹមតាមបែបអាជីពវិញសួស្ដីលោកខ្ញុំជាអ្នកគ្រប់គ្រងភោជនីយដ្ឋាននាមត្រកូលជើតើមានអ្វីឲ្យខ្ញុំជួយដែរឬទេបុគ្គលិកបម្រើការខ្សឹបប្រាប់គាត់បន្តិចទោះបីជាទឹកមុខអ្នកគ្រប់គ្រងជើមិនប្រែប្រួលប៉ុន្តែខ្ញុំអាចមើលដឹងថាក្នុងក្រសែភ្នែកគាត់មានពន្លឺនៃការយល់ដឹងធ្វើការក្នុងវិស័យនេះយូរមកហើយអ្វីក៏ធ្លាប់ឃើញដែររឿងដែលសាច់ញាតិជួបជុំគ្នារហូតឆ្លោះគ្នាក៏ប្រហែលជាមិនមែនលើកទី1ដែរលោកមើលទៅធ្វើបែបនេះបានទេយើងកុំតន់ឲ្យទូទាត់វិក័យប័ត្រអីលោកនិងក្រុមគ្រួសារសុទ្ធតែត្រជាក់ចិត្តសិនម្ហូបរបស់យើងក៏លើកមកអស់ហើយភ្ញៀវក៏ញ៉ាំចិត្តឆ្អែតហើយដែរបើមិនអីទេសូមឲ្យភ្ញៀវត្រឡប់ទៅវិញសិនចាំលោកនិងក្រុមគ្រួសារពិភាក្សាគ្នាយឺតអ្នកគ្រប់គ្រងជើអរគុណសម្រាប់ក្តីមេត្តារបស់លោកចំហខ្ញុំច្បាស់ណាស់ខ្ញុំទូទាត់តែទុកក្នុងបន្ទប់នេះទេចំណែកពីទៅទៀតអ្នកណាជាអ្នកអញ្ជើញអ្នកនោះទូទាត់ទៅប្រសិនបើភ្ញៀវមិនព្រមទូទាត់ទេក៏ធ្វើទៅតាមវិធានការរបស់ភោជនីយដ្ឋានចុះហើយប៉ូលីសមកឬដោះស្រាយតាមផ្លូវច្បាប់ក៏បានមាត់របស់អ្នកគ្រប់គ្រងជើញអត់តិចម្ដាយក្មេកលីវគួយឡានមិននឹកស្មានថាខ្ញុំរឹងរូសបែបនេះគាត់ក៏ឈួតលប់ឡើងមកលូសិនមើលចុះបើឯងហ៊ានហៅប៉ូលីសប្រាប់ឲ្យដឹងទុកថាឯងស្លាប់មិនខានវ៉ាន់រូគេនឹងលេងលេះជាមួយឯងខ្ញុំនឹងទៅកន្លែងធ្វើការឯងដើម្បីឲ្យមេឯងឃើញពីសន្តានឯងខ្ញុំក៏ញឹមម៉ាក់ទៅចុះបើមេខ្ញុំដឹងថាថ្ងៃនេះខ្ញុំត្រូវគេបង្ខំឲ្យចេញលុយ100000យន់ឲ្យមនុស្សពីរទៅដែលខ្ញុំមិនស្គាល់នោះម៉ាក់គិតមើលថាគេនឹងគិតយ៉ាងណាម្ដាយក្មេកស្ងាត់មាត់គាត់ដឹងថាបើជារឿងធំទៅអ្នកដែលត្រូវគេចំអប់មិនមែនជាខ្ញុំទេតែជាគាត់ដែលជាស្ត្រីវ័យកណ្ដាលអង្គុយដេញដល់លើដីសិនវ៉ាន់រូក៏និយាយភ្លាមថាលូសិនតើបងចង់លេងលេះយូរហើយមែនទេថ្ងៃនេះទើបយកលេងនេះមកប្រកែកជាមួយអូនខ្ញុំមើលនាងហើយស្រាប់តែមានអារម្មណ៍ថានាងហាក់ដូចជាមនុស្សចម្លែករៀបការបាន2ឆ្នាំហើយរូបភាពពេលដែលយើងនៅជាមួយគ្នាវាក៏លេចឡើងក្នុងខួរក្បាលខ្ញុំដូចជាខ្សែភាពយន្តពេលស្រឡាញ់គ្នានាងសុភាពទន់ភ្លន់ណាស់នាងចេះធ្វើម្ហូបឲ្យខ្ញុំញ៉ាំចេះបារម្ភថាខ្ញុំធ្វើការហត់ឬអត់ហើយពេលខ្ញុំទៅធ្វើការឆ្ងាយនាងតែងទូរស័ព្ទមកខ្ញុំរាល់យប់តែក្រោយរៀបការនាងហាក់ដូចជាមនុស្សម្នាក់ទៀតឬអាចនិយាយបានថានាងបង្ហាញធាតុពិតចេញមកនាងលេងធ្វើការនាងថាចង់សម្រាកមួយរយៈដើម្បីកែសម្រួលស្ថានភាពតែការសម្រាកនេះអូបន្លាយដល់ទៅ2ឆ្នាំកាត់ប្រាក់ខែនាងពិតជាគ្មានលុយទេព្រោះនាងមិនដែលបានចូលធ្វើការប៉ុន្មានថ្ងៃផងជីវិតនាងរាល់ថ្ងៃមានតែដើរផ្សារថែសម្រស់និងផឹកតែពេលរសៀលជួបជុំមិត្តភ័ក្តិសំណាក់ចំណាយទាំងអស់គឺខ្ញុំជាអ្នករ៉ាប់រងប្រាក់ខែខ្ញុំជារៀងរាល់ខែក្រោយទូទាត់ការចំណាយចាំបាច់លុយដែលនៅសល់គឺត្រូវចំណាយលើនាងទាំងអស់ចុះនាងវិញសូម្បីតែបាយមួយពេលក៏នាងមិនដែលធ្វើឲ្យខ្ញុំញ៉ាំផងម្ហូបក្នុងផ្ទះគឺជួលគេធ្វើសម្លៀកបំពាក់ធ្វើការគឺយកទៅបោកស្ងួតជួបផ្ទះគឺប្រើមនុស្សយន្តវត្ថុតែមួយគត់ដែលនាងធ្វើគឺបង្ហោះរូបលើបណ្ដាញសង្គមដើម្បីបង្ហាញភាពផ្អែមល្ហែមដាក់រូបខ្ញុំឲ្យសរសេរថាប្តីអូនពូកែបំផុតដើម្បីរក្សារូបភាពជាប្រពន្ធល្អរបស់នាងខ្ញុំតែងតែអត់ធ្មត់ព្រោះខ្ញុំស្រឡាញ់នាងព្រោះខ្ញុំបានជ្រើសរើសនាងព្រោះខ្ញុំគិតថាអាពាហ៍ពិពាហ៍ត្រូវការថែរក្សានិងការអធ្យាស្រ័យប៉ុន្តែថ្ងៃនេះពេលឃើញវិក័យប័ត្រ100000នោះឃើញមុខមាត់ឪពុកម្ដាយក្មេកដែលគិតថាជារឿងធម្មតាឃើញសិនវ៉ាន់រូឈរខាងពួកគាត់ហើយបន្ទោសខ្ញុំក៏យល់ច្បាស់ខ្ញុំអធ្យាស្រ័យច្រើនពេកអត់ធ្មត់ច្រើនពេករហូតធ្វើឲ្យខ្លួនឯងខ្លាចជាធ្លុកខ្ញុំមិនបានចង់លេងលេះទេគឺពួកអ្នកដែលបង្ខំខ្ញុំពួកយើងបង្ខំឯងឬឪពុកម្ដាយអូនបង្ខំឯងរោនបង្ខំឯងរឿងតែឲ្យឯងចេញលុយបន្តិចបន្តួចសោះចាំបាច់ត្រូវធ្វើរឿងធំដុំដល់ថ្នាក់នេះទេវ៉ាន់រូអូនសាកសួរមិនសកាខ្លួនឯងមើលថានេះគ្រាន់តែជារឿងលុយបន្តិចបន្តួចមែនទេនាងកិច្ចវិពីការសម្លឹងរបស់ខ្ញុំនាងដឹងថាបញ្ហាស្ថិតនៅត្រង់ណានាងដឹងច្បាស់ជាងអ្នកណាទាំងអស់គ្រាន់តែនាងមិនព្រមទទួលយកប៉ុណ្ណោះ